សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel កោះស្នេហ៍និទានថ្ងៃនេះខ្ញុំលើករឿងបែបដាក់មុនបញ្ចូលស្នេហ៍រស់រាលអាកំបាំងមួយជូនអ្នកទាំងអស់គ្នានៅជើងព្រំត្បែងភាគខាងត្បូងមានផ្ទះឈើប្រាក់ស្លឹកសមរម្យមួយឬគេហៅថាអាស្រមដែលសង់ក្រោមលប់ឈើត្រឈឹងត្រជ័យនៅទីនោះជាលំនៅលោកគ្រូម្នាក់នៅចំកណ្ដាលផ្ទះមានរៀបអាសនៈ7ថ្នាក់ធំមួយដែលឧទានធូបមិនដាច់នៅខាងក្រោយអាសនៈឯបខាងឆ្វេងមានបន្ទប់មួយដែលតុបតែងដោយឈើក្រហមក្រមៅរលោងស្រិលនៅខាងស្ដាំដៃនៃបន្ទប់មានពាងទឹកថ្មមួយសម្រាប់ធ្វើពិធីស្រោចទឹកអ្នកស្រុកហៅគាត់ថាគ្រូស្នេហ៍គាត់ល្បីល្បាញដោយផ្សារមានការទស្សន៍ទាយគេហៅគាត់ថាគ្រូស្នេហ៍គាត់ល្បីល្បាញដោយសារការទស្សន៍ទាយគេហៅគាត់ថាលោកគ្រូស្នេហ៍គាត់ល្បីល្បាញដោយការទស្សន៍ទាយដល់អំពើស្រោចទឹកពិសេសជាងគេគឺការដាក់ស្នេហ៍ដល់ពូកែស័ក្តិសិទ្ធិល្បីខ្ទរខ្ទាដល់អ្នកនៅទីក្រុងភ្នំពេញស្រីលៀនជាអ្នករកស៊ីតាមអនឡាញម្នាក់នាងមានសម្រស់ស្អាតសាច់សចាំងរាងស្រឡូនត្រគាករីកសាយគួរឲ្យចេតនានាងមានប្តីហើយតែមិនទាន់មានកូនទេការរកស៊ីរបស់នាងដូចជាមិនសូវរីកដុះដាលសោះពេលឮថាមានគ្រូចេះធ្វើស្នេហ៍ទាក់ទាញចិត្តមនុស្សប្រការនេះធ្វើឲ្យស្រីលៀនចាប់អារម្មណ៍ហើយនឹកចង់សាកមើលម្ដងស្អែកឡើងនាងធ្វើដំណើរទៅផ្ទះគ្រូភ្នំត្បែងតែពីរអ្នកបាក់ឡានតែប៉ុណ្ណោះនាងស្លៀកខោជើងខ្លីរលុងនិងអាវយឺតដៃខ្លីកោអាវវាធំទ្រទៅងន់ភ្នំមួយគូទៅលុកអ៊ំធីទៅកង់ឡានចេះតែលួចមើលម្ចាស់ស្រីតាមកញ្ចក់រហូតស្រីលៀនចាប់អារម្មណ៍ដែរតែនាងធ្វើមិនដឹងថ្ងៃរសៀលត្រជាក់ស្រីលៀនបានមកដល់អាស្រមគ្រូស្នេហ៍នាងឃើញមនុស្សពីរនាក់កំពុងតែរៀបចំចាក់ចេញពីផ្ទះគ្រូទៅវិញនាងចុះពីឡានដើរសម្ដៅទៅផ្ទះគ្រូចូលដល់ក្នុងបរិវេណនោះស្រីលៀនហាក់ដូចជាស្លងអារម្មណ៍អណ្ដែតអណ្ដូងជាមួយនឹងក្លិនក្រអូបនៃផ្កានិងក្លិនទៀនដ៏ឈ្ងុយឈ្ងប់ប្រៀបបាននឹងមុនសណ្ដំនាងឃើញលោកគ្រូស្លៀកសពាក់សកំពុងអង្គុយផឹកតែលើគ្រែនាងចូលទៅអង្គុយបាត់ជើងសំពះលោកគ្រូស្នេហ៍គាត់ឡើងស្រឡំកាំងនឹងសម្រស់ដ៏រស់រាលរបស់ស្រីលៀនតែគាត់ខំទប់អារម្មណ៍ថ្វាយបង្គំលោកគ្រូខ្ញុំល្បីពីកេរ្តិ៍ឈ្មោះនិងវិជ្ជាអស្ចារ្យរបស់លោកគ្រូថ្ងៃនេះខ្ញុំមកលោកគ្រូឲ្យជួយធ្វើពិធីយ៉ាងណាដើម្បីឲ្យការរកស៊ីរបស់ខ្ញុំបានកាក់កបជាងមុនមិនអីទេចៅរឿងនេះគ្រូអាចជួយបានតែកិច្ចពិធីនេះតម្រូវឲ្យចៅមកធ្វើពិធី3ថ្ងៃចាប់ពីម៉ោង6ល្ងាចតទៅព្រោះថាធ្វើពិធីពេលយប់នេះគឺជាកិច្ចពិសេសម្យ៉ាងដែលលោកគ្រូយូរទៅជួបប្រទះម្ដងតើកិច្ចពិធីដាក់ស្នេហ៍នោះតម្រូវធ្វើនៅពេលយប់ពិតប្រាកដឬយ៉ាងណាចាអរគុណហើយលោកគ្រូចៅសូមលាទៅវិញសិនរកកន្លែងស្នាក់នៅពេលល្ងាចចៅនឹងត្រឡប់មកវិញពេលស្រីលៀនដើរចេញទៅគ្រូភ្នំត្បែងបញ្ចេញនូវស្នាមញញឹមយ៉ាងចម្លែកដោយលាក់គំនួចមិនល្អអ្វីមួយស្រីលៀនបានជួលបន្ទប់ផ្ទះសំណាក់2សម្រាប់នាងនិងអ៊ំតកង់ឡានពេលល្ងាចអ៊ំធីបានជួលនាងមកដល់អាស្រមគ្រូស្នេហ៍វិញគ្រូស្នេហ៍បានឲ្យនាងបដូរសម្លៀកបំពាក់ចេញដោយរុំក្រណាត់សទន់ល្មើយនិងពាក់អាវពណ៌សស្ដើងឆ្លុះដល់សាច់និងមិនតម្រូវឲ្យនាងពាក់ខោអាវក្នុងទេស្រីលៀនបានបដូរសម្លៀកបំពាក់តាមបណ្ដាំគ្រូទាំងស្ទាក់ស្ទើរហើយនាងមកអង្គុយបត់ជើងខាងមុខអាសនៈគ្រូស្នេហ៍អង្គុយពេនភ្នែនពីក្រោយនាងនឹងបានចាប់ផ្ដើមធ្វើពិធី
គាត់សូត្រមន្តគេថាបាលីរងំរកតែស្ដាប់មិនចង់បានគ្រូស្នេហ៍សូត្របណ្ដើរយកដុំក្រមូនត្រជាក់មួយដុំលុញលើកញ្ចឹងកស្រីលៀនបណ្ដើរបណ្ដាលឲ្យនាងភ្ញាក់បន្តិចគ្រូស្នេហ៍លុញក្រមូននោះលើក្រោមឆ្វេងស្ដាំព្រមទាំងផ្លុំខ្យល់ត្រជាក់ដាក់គុំត្រជាក់ស្រីលៀនទៀតផងស្រីលៀននាងឡើងស្រាវលោកគ្រូធ្វើកិច្ចពិធីនេះប្រហែលកន្លះម៉ោងបន្ទាប់មកប្រាប់ឲ្យស្រីលៀនទៅកន្លែងស្រោចទឹកគ្រូស្នេហ៍ឲ្យធូបមួយក្តាប់យកជើងធូបកូរវឹកក្នុងទឹកមុនជាមួយនឹងការសូត្របាលី3មេលោកគ្រូដងទឹកមួយផ្តិលដោយទាំងផ្កាម្លិះផងស្រោចស្រពតិចតិចលើដងខ្លួនស្រីលៀនធ្វើឲ្យនាងព្រឺសម្បុរព្រោះទឹកមុនត្រជាក់ដូចជាទឹកកកអាវក្រណាត់សស្ដើងត្រូវបានទឹករឹបដួលដងខ្លួនស្រីលៀនឲ្យដិតដាមឃើញសាច់សខ្ចីគ្រូស្នេហ៍យកក្រមួនមកលីលើក្បាលរហូតដល់កញ្ចឹងកបន្ទាប់មកគ្រូស្នេហ៍លាបាត់ដៃខ្ទប់ក្រមួនហើយយកមកលុញលើដើមទ្រូងនាងទៀតគ្រូស្នេហ៍លុញពីឆ្វេងទៅស្ដាំសពកន្លែងគ្មានសល់ធ្វើឲ្យស្រីលៀនឯកំពុងរងាកើតមានកម្ដៅភីភីពេញខ្លួនអំណាចនៃក្លិនក្រអូបនិងដៃរបស់គ្រូបណ្ដាលឲ្យស្រីលៀនទន់ភ្នែកស្រពេចស្រពិលដូចត្រូវសណ្ដំពេលនោះគ្រូស្នេហ៍បេះលែវអាវលោកដៃស្ទាបសាច់ទ្រូងផ្ទាល់លោករហូតដល់គល់ទ្រូងនៃភ្នំទាំងគូស្រីលៀនបិទភ្នែកទាំងមមីមមើនាងមានអារម្មណ៍ថាដៃរបស់នាងដូចជាកាន់វត្ថុរាងមូលវែងនាងក្តាប់របស់នោះសាប់តិចតិចហើយដៃមួយគូដែលស្ទាបទ្រូងនោះដូចជាចាប់បោអាវនាងចេញនឹងទាញឆ្នុកសម្ពុតរបស់នាងឲ្យរបូតរបស់មូលក្នុងដៃចាប់ផ្ដើមរឹងត្រង់ភ្លឹងហើយរបូតពីដៃនាងតម្រង់ទៅមាត់ល្អាងប្រឡោះផ្លូវហើយអ្វីក៏ចាប់ផ្ដើមស្រពេចស្រពិលទៅស្រពេចស្រពិលទៅពេលស្រីលៀនភ្ញាក់ដឹងខ្លួនឃើញថានាងកំពុងតែក្រាបនៅខ្នើយរាងខ្ពស់ខាងមុខអាសនៈគ្រូដឹងខ្លួនហើយមែនទេចៅនាងងាកទៅឃើញគ្រូស្នេហ៍កំពុងអង្គុយញញឹមដាក់នាងសំលៀកបំពាក់សដែលនាងបានស្លៀកស្រោចទឹកសើមជោគនោះបានបដូរទៅជាខោអាវដែលនាងបានស្លៀកមកពីល្ងាចនាងឆ្ងល់ខ្លាំងណាស់តើមានអ្វីកើតឡើងឲ្យពិតប្រាកដទៅកិច្ចពិធីថ្ងៃនេះចប់ត្រឹមនឹងចៅអាចត្រឡប់ទៅវិញបានហើយស្រីលៀនបង្គំលាលោកគ្រូចេញមកវិញនៅតាមផ្លូវនាងនឹកឆ្ងល់ជាខ្លាំងនាងនឹកឆ្ងល់មិនអស់ចិត្តនៅរឿងរ៉ាវដែលបានកើតឡើងតើនាងដេកលក់ឬយ៉ាងណាចំណែកអ៊ំធីចេះតែងាកក្រោយមើលនាងមកដល់ផ្ទះសំណាក់នាងដូចជាផ្លែកអ្វីម្យ៉ាងនាងលូកដៃទៅស្ទាបស្នោកស្រាប់តែសើមជោគរអិលបែកខ្ទិះនឹងចាប់ផ្ដើមឈឺតិចតិចក្នុងរាត្រីនោះនាងដេកដួងលក់ដូចជាអស់កម្លាំងជាខ្លាំងនាងបានស្រែកធ្ងោមមីមមើរកគ្រូស្នេហ៍នោះដោយសំឡេងត្រេកត្រអាលរកស្មានមិនត្រូវស្អែកឡើងស្រីលៀនរៀបចំស្លៀកពាក់ស្អាតបាតចេញទៅជួបគ្រូស្នេហ៍ជាថ្ងៃទី2ថ្ងៃនេះលោកគ្រូបានធ្វើពិធីនៅខាងមុខអាសនៈដដែលអ្វីដូចថ្ងៃទី1ដែរក្រោយពីចប់នៅមុខអាសនៈគ្រូប្រាប់ឲ្យស្រីលៀនទៅគេងនៅបន្ទប់ខាងក្រោយចៅទៅសម្រាកនៅបន្ទប់ខាងក្រោយនោះទៅបន្តិចទៀតគ្រូនឹងធ្វើពិធីប្រមូលស្នេហ៍បញ្ចូលសារិកាស្រីលៀនដើរទៅបន្ទប់នោះមិនស្ដីមួយម៉ាត់ឡើយចូលដល់បន្ទប់ភ្លាមឈូលនឹងក្លិនក្រអូបម្យ៉ាងដែលបណ្ដាលឲ្យនាងមានអារម្មណ៍ស្រមើស្រមៃនិងស្រាប់ស្រាលក្នុងចិត្តគ្រូស្នេហ៍ចូលមកមានកាន់ក្រឡមួយនិងទៀនក្រអូបធំមួយគូចៅគ្រូសូមប្រាប់មុនកិច្ចនេះតម្រូវឲ្យប្រើប្រេងក្រមួនស្នេហ៍លាបលូនលើដងខ្លួននិងសម្រក់ទៀនក្រអូប4ដំណក់លើដើមទ្រូងនិង3ដំណក់លើពោះបន្ទាប់មកត្រូវបញ្ចុះមុនសារិកាកិច្ចទាំងអស់នេះគឺដើម្បីបើកផ្លូវមង្គលឲ្យចៅរកស៊ីមានបានកាក់កបជាងមុនចាលោកគ្រូតើកិច្ចនឹងមានការជឿចាប់ទេខ្ញុំភ័យណាស់
មិនអីទេចៅកិច្ចពិធីនេះស្រួលខ្លាំងណាស់លោកគ្រូឲ្យស្រីលៀនដេកហើយគាត់អុជទៀនក្រអូបគ្រូស្នេហ៍សូត្របាលីដើរតាក់សិនក្រែនាង7ជុំក្លិនក្រអូបនៃទៀននិងសំឡេងសូត្ររបស់គ្រូធ្វើឲ្យស្រីលៀនដូចជាធ្លាក់ក្នុងអន្លង់ស្រមៃអ្វីម្យ៉ាងរកថាមិនត្រូវដើរតាក់សិនដល់ជុំទី7គ្រូស្នេហ៍ឈរស្ងៀមជ្រុលលោកដៃក្នុងក្រឡទឹកមានក្រមួនស្នេហ៍យកមកលាបលើថ្ពាល់រលោងរបស់ស្រីលៀនដៃគ្រូលុញអង្អែលរហូតដល់គល់កគាត់ប្រលេះអាវស្រីលៀនចេញម្ដងមួយរហូតផ្ទៃខាងមុខនៅចំហលហេវគ្រូស្នេហ៍បន្ថែមទុកមុនមួយក្បងដៃបងហូរលើសាច់ទ្រូងហើយលុញអង្អែលចុះមកក្រោមទោះបីជាវង្វេងស្មារតីបន្តិចមែនតែស្រីលៀនដឹងពីកាយវិការមួយនេះច្បាស់តែនាងដូចជាធ្វើអ្វីមិនកើតបន្ទាប់មកគ្រូស្នេហ៍បន្តក់ទឹកទៀនលើដើមទ្រូង4ដំណក់គល់ទ្រូងខាងឆ្វេង2ដំណក់គល់ទ្រូងខាងស្ដាំ2ដំណក់ធ្វើឲ្យស្រីលៀននង្គើខ្លួនក្តៅពើតកើតមានចំណង់តណ្ហាភ្លាមគ្រូស្នេហ៍បាញ់ឈរទៀនលើសាច់ទ្រូងអូសកាត់ចង្អូមកដល់ក្បាលពោះរាបស្មើហើយបានសម្រក់ទឹកទៀន3ដំណក់ជុំវិញរុនផ្សិតធ្វើឲ្យស្រីលៀននាងពើតពើនជាខ្លាំងគ្រូស្នេហ៍បន្ថែមទឹកមុនលើពោះសូត្រមុនគេថាលុញអង្អែលចុះមកដល់ក្រោមដល់ដំបូកស្នេហ៍មាសរបស់ស្រីលៀនមាត់រុនមានទឹកសាមជោកម្រាមដៃគ្រូស្នេហ៍អូសកាត់មាត់ជ្រោះចុះឡើងស្រីលៀនក៏ស្រាប់តែលើកដៃមកចាប់ដំបងសាច់គ្រូសាប់តិចនាងចាប់ដើមធ្ងោរអឺដោយភាពស្រីស្រើបព្រោះគ្រូស្នេហ៍យកម្រាមដៃកណ្ដាលអូសកាត់មាត់គ្រុំដៃកំពុងហៀទឹកហើយលោកគ្រូសោកម្រាមដៃចូលសម្បកគ្រុំលោកលិចដល់គល់ម្រាមដៃស្រីលៀនក៏បិទភ្នែកក្នុងភាពស្រពេចស្រពិលស្រែកធ្ងោគ្រលួចញាក់សាច់ទៅត្រើកដៃនាងដែលសាប់សាច់គ្រូនោះកាន់តែសាប់ញាប់ជាងមុនគ្រូស្នេហ៍អោនលិតជើងនាងពីភ្លៅដល់ចុងម្រាមជើងហើយបានលិតខិតមកលើមកដល់សាច់គ្រុំវិញព្រមទាំងយកអណ្ដាតលិតឆ្កឹះបង្ហើបមាត់គ្រុំផងសកម្មភាពរបស់គ្រូស្នេហ៍កំពុងរៀបធ្វើពិធីបញ្ចូលសារិកានេះត្រូវបានលបមើលឃើញយ៉ាងច្បាស់ដោយអ៊ំធីអ្នកបាក់ឡានរបស់ស្រីលៀនធ្វើឲ្យគាត់កើតមានចំណងដូចអ្នកមើលដែរអ្នកមើលចង់អត់ណាអ៊ំធីគាត់ក៏ឆ្ងល់ដែរថាហេតុអីបានជាអ្នកនាងគាត់ហ៊ានធ្វើរឿងដូចនេះអ៊ំធីដូចជាមានគំនិតអ្វីម្យ៉ាងបានទាញទូរស័ព្ទមកថតសកម្មភាពទាំងអស់នោះទុកហើយដៃគាត់មកខាងទៀតលោកទៅលេងរបស់គាត់ដែរពូនឹងខូចមកងាកមកបន្ទប់គ្រូស្នេហ៍វិញសេលីនបានចាប់សាច់នោះមកបៀមពេញមាត់នាងក្រឡោះអណ្ដាតជុំវិញក្បាលសាច់គ្រូស្នេហ៍បានយកដៃមកច្របាច់ភ្នំទាំងគូដោយសារសម្រស់ស្រស់ស្អាតនិងរូបរាងដ៏អស្ចារ្យអណ្ដាតពូកែលិតរបស់ស្រីលៀនគ្រូស្នេហ៍ក៏ទប់អារម្មណ៍លែងជាប់គាត់បានដកសាច់ចេញពីមាត់ឡើងទៅលុតជង្គង់លើគ្រែគាត់ទាញជង្គង់ស្រីលៀនឲ្យញែកចេញពីគ្នាហើយតម្រង់សាច់នោះឲ្យចូលក្នុងមាត់គ្រុំតែចំហមានទឹករអិលជោកសោកភ្លាមលិចផ្លឹបមិនមានអីស្អិតតែបន្តិចឡើយគ្រូស្នេហ៍ខំញយត្រគាក់ញោនស្រីលៀនខ្លាំងឡើងលង្គើក្រែលើសូងេតដងប្រានស្រីលៀនពិសេសភ្នំមួយគូនោះយកទៅមកស្ទើររបេះបាត់ដោយសារគ្រូស្នេហ៍សុទ្ធមុតគ្រុំខ្លាំងពេកស្រីលៀនហាក់ដូចជាដឹងខ្លួនបន្តិចហើយនឹងយល់ថាមានអ្វីកំពុងដោតមាត់គ្រុំនាងដឹងខ្លួនបន្តិចម្ដងឃើញលោកគ្រូកំពុងមុជងើបពីលើនាងហៅមាត់ហៀបនឹងស្រែកទៅហើយតែបែរជារបូកខ្យល់ធ្ងោទៅវិញយ៉ាងវែងនាងធ្ងោព្រោះតាសាច់តែលោកគ្រូកំពុងដោតនោះ
ធ្វើឲ្យនាងស្រួលមានក្តីសុខជាពន់ពេកនាងបាននិយាយតិចមិនបានជាលោកគ្រូមកធ្វើខ្ញុំចឹងគ្រូស្នេហ៍ស្រឡាំងកាំងប្រកបមិននឹកស្មានថានាងភ្ញាក់ពីសន្តំបែបនេះទេតែគាត់នៅតែបន្តសុទ្ធដដែលចៅលោកគ្រូកំពុងបញ្ចូលមុនសារិកាទៅឲ្យចៅហើយចៅកុំបារម្ភអីតែលោកគ្រូនាងរបូតសំឡេងធ្ងរម្ដងទៀតហើយនាងបានលើកដៃស្រវាអោបកគ្រូហើយជើងទាំងគូនាងគៀកចកេះគ្រូស្នេហ៍ជាប់ហើយគ្រូស្នេហ៍សុទ្ធខ្លាំងចង់រហែកក្រុមក្រោយពីហត់គាត់ប្រាប់ឲ្យស្រីលៀនលុតជង្គង់ហើយប្តេជ្ញាខ្លួនទៅមុខគ្រូស្នេហ៍នៅពីក្រោយចាប់ត្រគាកស្រីលៀនជាប់ហើយដល់ចូលមាត់ក្រុមញូចខ្លាំងធ្វើឲ្យស្រីលៀនញ័រខ្លួនរបូតដៃក្រាបដល់កន្ទេលគ្រូស្នេហ៍ចាប់ដៃស្រីលៀនមកខាងដោយកាន់ខ្សែសេះដៃមកខាងទះត្រគាកគ្រូខំបំបោនាងឡើងហុយដីសំពងគ្រូស្នេហ៍ខំប្រឹងបែកញើសស្រក់តក់លើខ្នងស្រីលៀនចំណែកស្រីលៀនវិញនាងគិតតែពីខំអែនខ្នងតើត្រគាកតបកាពុករបស់គ្រូស្នេហ៍ឲ្យចូលជ្រៅកប់ព្រោះគ្រូស្នេហ៍ពិតជាបានឲ្យនាងស្គាល់នូវភាពស្រុកស្រួលនៃឋានសួគ៌ពិតប្រាកដលោកគ្រូដាក់ឲ្យខ្លាំងមកខ្ញុំមិនដែលភ្លុកដូចចិត្តបែបហ្នឹងទេមិនអីទេចៅគ្រូនឹងខំប្រឹងថ្ងៃនេះគ្រូបញ្ចុះសារិកាតែពេលកណ្ដាលទេថ្ងៃស្អែកនឹងដាក់ជាលើកចុងក្រោយហើយលោកគ្រូចុះពីម្សិលមិញខ្ញុំដូចជាស្រមៃថាគ្រូបានដាក់បញ្ចុះមុនស្នេហ៍ដែរពិតទេលោកគ្រូណែមែនហើយតែនោះគឺជាការបើកក្រាំងគម្ពីរពឹសទេតើការដាក់មុនស្នេហ៍ត្រូវធ្វើបែបនឹងមែនទេលោកគ្រូមែនហើយនេះគេហៅថាបញ្ចុះមុនបញ្ចូលស្នេហ៍តែលោកគ្រូនេះដូចជាលោកគ្រូស្នេហ៍បានញួចខ្លាំងបង្ហូរទឹកមុនបំពេញសម្បកក្រុមឡើងហៀទឹកចេញមកក្រៅបាត់ទៅហើយគ្រូស្នេហ៍ត្រាំសាច់ក្រកឲ្យនៅក្នុងមាត់ក្រុមបាត់ហត់បន្តិចសិនមួយសន្ទុះទើបគាត់ដកវាចេញមកមិនដែរនាងកុំសួរលោកគ្រូខ្ញុំយល់ច្បាស់ណាស់តែលោកគ្រូក៏បានជួយខ្ញុំឲ្យស្គាល់រសជាតិរបស់ពិតដែរមិនអីទេលោកគ្រូល្អហើយថ្ងៃស្អែកជាថ្ងៃចុងក្រោយលោកគ្រូនឹងដាក់មុនមេចុងក្រោយចំណែកអ៊ំធីវិញគាត់ក៏បានបាញ់ជីងចក់ពីចម្ងាយដែរហើយបានលបចេញមកក្រៅវិញស្ងាត់ស្រីលីនបានរៀបចំសម្លៀកបំពាក់សមរម្យដូចដើមវិញលោកគ្រូញញឹមងក់ក្បាលដាក់នាងឲ្យពេញចិត្តចំពោះគ្រូមួយចាននេះជាខ្លាំងមកដល់កន្លែងសម្រាប់វិញស្រីលីននឹកឆ្ងល់ថាមានអ្វីខ្លះកើតឡើងហេតុអ្វីបានជានឹកគិតមិនឃើញតើគ្រូស្នេហ៍នេះបានធ្វើអ្វីខ្លះទៅបណ្ដាលឲ្យនាងវង្វេងត្រូវមួយប្រព្រឹត្តភ្នែកតែយប់ដែលស្រោចទឹកនោះគ្រូស្នេហ៍បានស៊ីគ្រុំនាងមែនទេតើវិជ្ជារបស់គ្រូនេះជាចំណេះពិតឬគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះតែនឹកដល់ពេលដែលគ្រូស្នេហ៍ឲ្យនាងបានស្គាល់នៅឋានសួគ៌លោកីនោះនាងព្រឺសម្បុរទោះបីជាប្តីនាងឬសង្សារចាស់នាងតែសុទ្ធតែជាមនុស្សមានរាងកាយមាំទាំសាច់ក្រកធំរឹងមាំកម្លាំងខ្លាំងក្លាក៏មិនអាចប្រៀបផ្ទឹមនឹងគ្រូស្នេហ៍នេះបានដែរនឹករឿងនេះហើយស្រីលៀនដេកហេលហាលសល់ហើយរកស្មានមិនត្រូវតើថ្ងៃស្អែកនាងទៅជួបគ្រូស្នេហ៍ដើម្បីធ្វើពិធីជាចុងក្រោយដែរឬទេនាងដេកលង់លក់ឲ្យអស់កម្លាំងរហូតដល់ម៉ោង 4 ល្ងាចអ៊ំធីបានមកគោះទ្វារដាស់ស្រីលីនក្មួយស្រីដល់ពេលទៅផ្ទះគ្រូហើយថ្ងៃនេះជាថ្ងៃចុងក្រោយយើងត្រូវទិញផ្លែឈើខ្លះធ្វើជាទំនប់គ្រូផងចាពូប្រហែលកន្លះម៉ោងទៀតរួចហើយខ្ញុំទៅភ្ញាក់ពេលពូដាស់ហ្នឹងម៉ោង 6 ជាងស្រីលីនមកដល់ផ្ទះគ្រូអ៊ំធីឃើញគ្រូស្នេហ៍នាំស្រីលីនចូលទៅបន្ទប់ដដែលនោះហើយបិទទ្វារជិតឈឹងគាត់មិនដឹងថាម្ចាស់ស្រីត្រូវបានគ្រូស្នេហ៍ធ្វើអ្វីទេជាង1 ម៉ោង
ទើបនាងចេញមកវិញទាំងទឹកមុខញញឹមពព្រាយស្រីលៀនដាក់ផ្លែឈើថ្វាយទៅនឹបគ្រូជាមួយនឹងលុយមួយចំនួនហើយបានលាលោកគ្រូត្រឡប់មកកន្លែងស្នាក់នៅវិញទាំងអស់កម្លាំងដើរមិនចង់រួចតើក្នុងបន្ទប់ដាក់មុនបញ្ចូលស្នេហ៍មានអ្វីកាត់ឡើងខ្លះនោះខ្ញុំអ្នកនិពន្ធនិងអ៊ំធីតែកងឡានក៏មិនដឹងដូចគ្នាដែរតែក្រោយមករៀងរាល់មួយខែម្ដងស្រីលៀនតែងតែឲ្យអ៊ំធីជូននាងមកផ្ទះគ្រូមកម្ដងណាក៏នាងស្លៀកពាក់ឆាតឆាយដែរយ៉ាងមិនដែរប្រិយមិត្តអ្នកស្ដាប់ចំពោះរឿងនេះក៏ស្នេហ៍និទានសូមអរគុណយ៉ាងខ្លាំងចំពោះការតាមដានរឿងនេះពីដើមដល់ចប់សូមអ្នកទាំងអស់គ្នាជួយចុច Subscribe Channel យើងខ្ញុំម្នាក់មួយផងជួបគ្នានៅសាច់រឿងបន្ទាប់ជម្រាបលា